ខ្ញុំថ្ងៃនេះពុំបានវែកញែកអំពីពុទ្ធការកៈធរដែលធ្វើឲ្យខ្លួនទៅជាព្រះសម្មាសម្ពុទ្ធទេខ្ញុំគ្រាន់តែលើករឿងមួយតែជារឿងដែលខ្ញុំស្រឡាញ់ជាងគេនៅក្នុងចំណោមរឿងប្រមាណដែលខ្ញុំលើកដាក់ជូននៅក្នុងសភៅដែលចេញនៅពេលខាងមុខនៅពេលដ៏ខ្លីខាងមុខនេះគឺរឿងមហាកបិជាតកដែលលោកគ្រូធម្មនន្តបានមានប្រសាសន៍អំបញ្ញនេះគឺសម័យនោះនៅវត្តចេតពុនប្រសង់ងាយតែងតែប្រជុំអង្គជំនុំគ្នាសម្ដែងសាកសួរធម៌ព្រះសម្មាសម្ពុទ្ធប៉ុន្តែថ្ងៃនោះលោកក៏នាំគ្នាជំនុំសង្ឃចឹងហើយក៏សម្ដែងថាព្រះសម្មាសម្ពុទ្ធគ្រូបរមគ្រូយើងនោះលោកបកែលោកមានឫទ្ធិលោកទ្រង់ជ្រាបដឹងអីទាំងអហើយប៉ុណ្ណឹងហើយនៅព្រះអង្គយកចិត្តទុកប្រតិទុកដាក់អាណិតអ្នកក្រអ្នកឈឺព្រះអង្គដែលនិមន្តសួរសុខទុក្ខយកចិត្តទុកដាក់ចំពោះសត្វលោកនេះគឺថារកអ្នកណាប្រៀបមិនបានហើយក៏ឮដល់ព្រះសម្មាសម្ពុទ្ធបានព្រះអង្គសម្ដែងថាការដែលតថាគតសង្គ្រោះសត្វលោកនេះមិនមែនតែក្នុងជាតិនេះទេតថាគតនឹងបានជួយសត្វលោកជាច្រើនរាប់ជាតិមិនអស់កន្លងមកមិនមែនតែតថាគតកើតជាពុទ្ធិសត្វជាមនុស្សទេសូម្បីតែតថាគតកើតជាសត្វពាណោក្តីសនៈក្តីគឺថាតថាគតតែងតែយកចិត្តទុកដាក់ជួយសង្គ្រោះអ្នកដែលមានទុក្ខទើបព្រះអង្គទ្រង់ចាប់សម្ដែងរឿងមហាកបិជាតកនេះដំណើររឿងមានដូចតទៅនៅក្នុងនគរពារាណសីសម័យនោះសោយរាជដោយព្រះបាទព្រហ្មទត្តហើយជាមួយគ្នានេះនៅភ្នំហេមពៀនដែលបច្ចុប្បន្ននេះគេហៅថាភ្នំហិមាឡាយាឥឡូវនេះភ្នំហិមាឡាយាហ្នឹងអស់ហើយអត់មានព្រៃមានអីទេឃើញថាថ្មនិងទឹកកកប៉ុន្តែសម័យពុទ្ធកាលឬក៏មុនសម័យពុទ្ធកាលទីនោះប្រកបដោយព្រៃជ្រៅមានសត្វមានដំរីមានអីច្រើនណាស់ព្រះពោធិសត្វកាលនោះលោកយោងកំណើតជាស្ដេចពាណោលោករស់នៅលើដើមស្វាយមួយដ៏ធំនៅជាប់នឹងទន្លេមួយដែលចេញធ្លាក់ហូរទឹកពីភ្នំពារាណសីហូរចុះមកទន្លេគង្គាហើយដើមស្វាយដ៏ធំនោះមានសត្វស្វាជាបរិវារហ្នឹងដល់ទៅ 80000 នាក់ដែលលោកជាអ្នកគ្រប់គ្រងហើយដើមស្វាយនោះដុះចំមាត់ច្រាំងមែកមួយចំហៀងធ្លាក់មកលើទឹកទន្លេគង្គាដើមទន្លេគង្គាមួយចំហៀងទៀតទៅខាងដៃគោកគឺដូចជាមាត់ព្រែកយើងចឹងដោយព្រះពោធិសត្វលោកមានបញ្ញាលោកឃើញក្តាប់ស្វាយខ្លះចេះតែធ្លាក់ចុះទៅក្នុងទន្លេបានលោកហៅពួកបរិវារទាំងអស់ហ្នឹងមកប្រជុំគ្នាប្រាប់ថាណែមនាលអ្នកទាំងអស់ស្វាដើមស្វាយយើងនេះធំណាស់មែកមួយខាងបោះចុងទៅលើមាត់ព្រែកគឺមាត់ទន្លេមួយខាងទៀតមកខាងគោកដូច្នេះចូលអ្នកប្រយ័ត្នតែកាលណាមានផ្លែស្វាយណាក្តាប់មានឡើងនៅខាងមែកដែលហុចទៅលើមាត់ទន្លេចូលអ្នកទាំងអស់គ្នាបេះចេញឲ្យអស់
bà dương mìnhធ្វើដូចនេះទេនៅពេលផ្លែស្វាយទុំផ្លែស្វាយនោះនឹងធ្លាក់ចុះក្នុងទឹកហើយអាចអណ្ដែតទៅដល់ដៃមនុស្សយើងនឹងមានគ្រោះថ្នាក់ជាមិនខានពីព្រោះស្វាយនោះមានរសជាតិផ្អែមណាស់ហើយធំដូច្នេះយើងត្រូវតែប្រយ័ត្ននៅពេលដែលព្រះពោធិសត្វលោកបានប្រាប់ទៅដល់ពួកពាណោទាំងអស់ហើយពួកពាណោទាំងឡាយតែងតែប្រុងប្រយ័ត្នឲ្យតែមានក្តាប់ស្វាយមួយដោះលឺមេឃទៅទន្លេក៏នាំគ្នាបេះខំកំតិចទម្លាក់ចោលទៅទុកតែស្វាយខាងមកខាងដែលបែរមេឃមកខាងលើគោកក្រោយពេលកន្លងយូរមកចាប់ខ្ញុំចង់បង្ហាញអំពីនៅទីក្រុងព្រាណសីវិញដែលប្របាទព្រហ្មទត្តលោកសោយរាជដែលបានសុខសែមខ្សាននោះជួនចំជាថ្ងៃអាទិត្យព្រះអង្គនាំពលរេសនាបតីអីទៅលេងកំសាន្តទឹកនៅមុខបរមរាជវាំងបើយើងប្រៀបធៀបទៅថាហាក់ទន្លេកុងគានោះដូចឆ្លងកាត់មកដូចជាមុខបរមរាជវាំងយើងចឹងពេលនោះស្រាប់តែមានទាហាន2នាក់បងសំណាញ់បងចោះខ្លះហែលលេងខ្លះគប់គ្នាខ្លះហែលអីមក2នាក់នោះក៏បងសំណាញ់លើកឡើងស្រាប់តែបានផ្លែស្វាយមួយដ៏ធំហើយក៏នាំគ្នាដោយសារផ្លែស្វាយនោះធំដូចជាដើមផ្លែល្ហុងអញ្ចឹងធំពេកមិនស្គាល់ក៏នាំគ្នាពិចារណាថាផ្លែឈើនេះប្លែកណាស់ហើយធំក្លិនក្រអូបថែមទៀតដូច្នេះតែយើងធ្វើដូចម្ដេចពួកម៉ាក់មកផ្អើលរោមថាមើលភ្លក់មើលបានម្នាក់ដែលជាមេទាហាននៅចិត្តនោះដែរថាទេផ្លែឈើនេះល្អណាស់យើងពុំគួរនាំគ្នាឆៃទេគួរតែយើងយកទៅថ្វាយព្រះរាជាទៅផ្សំពីព្រោះនេះស្វាយនេះហាក់ដូចជាស្វាយទឹកគ្រាន់តែក្លិននឹងក៏អូបដល់ម្លឹងក៏យកទៅថ្វាយព្រះរាជាទៅដល់ព្រះរាជាបានទទួលស្វាយហើយលោកឆ្ងល់ថាចុះតាំងពីបជនលោកតូចរហូតដល់ពេលនេះលោកមិនដែលបានឃើញស្វាយណាមានក្លិនក្រអូបហើយពណ៌សម្បោរល្អធំក្លិនដូចចឹងនេះម្ល៉េះហើយក៏ទៅហៅឲ្យរកអ្នកណាដែលគេអ្នកធ្លាប់ដើរព្រៃមកសួរមានព្រានព្រៃមានអ្នកកាប់ឈើអីបានមកជួបសួរព្រះអង្គនាំទាំងផ្លែស្វាយនាំទាំងអ្នកកាប់ឈើនាំព្រានព្រៃអីមកដល់ក្នុងវាំងក៏សួរថាមើលអ្នកដែលជាអ្នកកាប់ឈើនេះធ្លាប់ចាញ់ចូលព្រៃនេះតើអ្នកដឹងទេនេះជាស្វាយមែនឬមិនមែនបាននាយកាប់ឈើម្នាក់ឆ្លើយថាខ្ញុំទូព្រះបង្គំជាខ្ញុំបានចាញ់ចូលទៅដល់ប្រភពនៃទន្លេកុងគានេះឯងគឺកន្លែងដែលទឹកហូរចេញពីភ្នំហេមពៀនទូង្គមឃើញជាក់ថានេះមុខតែជាដើមស្វាយមួយដ៏ធំដែលដុះនៅជើងភ្នំហេមពៀននេះគឺពិតជាស្វាយមែនបានព្រះរាជាទ្រង់ព្រះសម្រួលឲ្យសួរថាបើចឹងអ្នកអាចភ្លក់ឲ្យខ្ញុំលើមើលបានទេនាយកាប់ឈើក៏ពុះស្វាយមួយចំណិតភ្លក់ហើយផ្អែមណាស់ព្រះរាជាក៏សពតិក៏ចែកនៅមើលមុខមន្ត្រីអីហ្នឹងបន្តិចម្នាក់នៅក្នុងវាំងហ្នឹងទៅជាទេវាមួយដ៏រីករាយសប្បាយទាំងអស់គ្នាដល់ពេលដែលភ្ញៀវទៅបាត់អស់ទៅព្រះរាជាគង់តែម្នាក់ឯងក៏ចេះតែពិចារណាថាជាប់ចិត្តផ្លែស្វាយនេះក្លិនក្រអូបហើយផ្អែមព្រះអង្គអារម្មណ៍ដូចជាមិនដាច់រហូតដល់ផ្ទុំយសពឃើញទាំងស្វាយរណេងរណោងខ្យល់បក់ឃើញយសពឃើញទាំងដើមស្វាយទៀតទ្រាំមិនបានមួយអាទិត្យក្រោយមកក៏ហៅពួកព្រានព្រៃនិងពួកអ្នកកាប់ឈើឲ្យមកជួបថានេះអ្នកទាំងអស់គ្នាចូលអ្នក
នាំយើងទៅកាន់ទីនោះឲ្យទាល់តែបានហើយព្រះអង្គជ្រាបហើយថាទៅនេះមិនមែនជាស្រួលទេពីព្រោះឡើងច្រាស់ទឹកបានពួកពលរេសនាក៏រៀបចំសំពៅមួយធ្វើដំណើរទៅកាន់ជើងភ្នំព្រះហមទានធ្វើដំណើរអស់មួយថ្ងៃមួយយប់ច្រាស់ទឹកទើបឡើងដល់ពេលដែលទៅដល់ទីនោះក៏ថ្ងៃក៏ចិត្តអាស្ដង់គាត់តែម្ដងបានព្រានព្រៃប្រាប់ថាទីនោះហើយគឺជាព្រៃដែលដើមស្វាយនោះដោះព្រះអង្គព្រះជាថាឥឡូវនាំគ្នាយើងចូលបន្តិចទៀតចូលឲ្យបានជ្រៅជាងនឹងបន្តិចទៀតក៏នាំគ្នាចូលទៅដល់ស្រាប់តែឃើញមិនមែនត្រឹមតែស្វាយទេឃើញស្វាយនឹងអាណោងហើយមានស្វាទៀតខ្លះទៅហ៊ានថាព្រះអង្គមានទាំងស្វាផងព្រះជាក៏លន់មាត់ឡើងទៅពួកស្វាទាំងនេះមកស៊ីស្វាយអញផងណាអាចព្រះជានឹកថាដីកន្លែងណាក៏ដីរបស់ព្រះអង្គដែរម្ល៉េះហើយថាពួកយើងចូលទៅបេះស្វាយនេះពុំបានទេយើងត្រូវឈប់សម្រាកសិនចាំព្រឹកចាំយើងបេះស្វាយហើយអាចនឹងចាប់ស្វាធ្វើជាចំណីផងក៏បានដែរប៉ុន្តែចូលអ្នកទាំងអស់គ្នាដុតភ្លើងព័ទ្ធជុំវិញគល់ស្វាយទាំងអស់កុំឲ្យពីណូនឹងទាំងអស់រត់ចេញឲ្យរួចឲ្យសោះពួកទាហានក៏ធ្វើតាមបង្គាប់ព្រះរាជាឲ្យព័ទ្ធដើមស្វាយនោះដុតភ្លើងការពារមិនឲ្យស្វារត់ទៅណារួចដែលមានហេតុដ៏អស្ចារ្យនេះពួកស្វាភ័យសឡោតសឡន់ក៏នាំគ្នារត់ទៅរកពីណូដែលជាស្ដេចស្វានឹងទូលថាពួកយើងមានគ្រោះថ្នាក់ដ៏ធំហើយថ្ងៃនេះពីព្រោះមានព្រះរាជាមួយអង្គមានទាំងទាហានមកជាច្រើនមកព័ទ្ធចាប់យើងដូច្នេះយើងមិនដឹងធ្វើយ៉ាងម៉េចឲ្យរួចខ្លួនទេថ្ងៃនេះមុខតែស្លាប់ទាំងអស់គ្នាហើយបានព្រះពោធិសត្វលោកអត់មានភ្ញាក់ផ្អើលទេប្រាប់ថាអ្នកទាំងអស់គ្នាចូលអ្នកធ្វើដូចជាមិនដឹងមានហេតុការណ៍អ្វីទាំងអស់នៅឲ្យស្ងៀមខ្ញុំនឹងដោះស្រាយបញ្ហានេះជួយជីវិតអ្នកទាំងអស់គ្នាពេលនោះពីណោមហាពីណោពុទ្ធិស័តលោកពិចារណាថាមុខជាមានស្វាយមួយធ្លាក់ទៅដល់ទន្លេខាងក្រោមហើយទើបព្រះរាជាលោកជ្រាបអំពីកំណើតនៃស្វាយនេះក៏ព្រះពោធិសត្វខំសម្លឹងមើលទៅលើមែកស្វាយខាងដែលបោះទៅលើទឹកក៏ឃើញមានសម្បុកអង្ក្រងមួយដ៏ធំបានលោកវិនិច្ឆ័យថាសម្បុកអង្ក្រងនេះហើយដែលលាក់ស្វាយទុំមិនឲ្យបរិវាររបស់លោកឃើញហើយស្វាយនោះដល់ទុំក៏ធ្លាក់ទៅក្នុងទឹកទៅបានជាយើងមានរឿងដូចនេះបានលោកដូច្នេះខ្ញុំត្រូវទៅរកមធ្យោបាយដោះស្រាយឲ្យពួកនេះរួចខ្លួនកុំឲ្យមានគ្រោះថ្នាក់ដោយសារព្រះរាជានិងពលរេរបស់ព្រះអង្គពេលនៅគិតដូច្នោះហើយក៏សម្លឹងមើលទៅត្រើយមកខាងដែលមានប្រវែងប្រហែលជាង100ដំបង100ដំបងហ្នឹងគឺថាប្រហែលជា100ភៀមព្រោះហ្នឹងវាចុងជាដើមទន្លេដើមស្ទឹងទៅហើយក៏លោកមើលឃើញដើមឫស្សីដើមឈើខាងត្រើយមកខាងទៀតមានវល្លិក៏សម្រេចចិត្តថាលោកនឹងទៅយកវល្លិនោះមកធ្វើជាខ្សែសម្រាប់ចម្លងពលរេរបស់ព្រះអង្គក៏លោកឡើងទៅដល់កំពូលស្វាយហើយ
ឆ្លងទៅមេឃដែលទេទៅលើទន្លេហើយក៏លូតបោះពួយលូតអស់មួយទំហឹងធំឆ្លងទៅត្រើយម្ខាងទៅជាប់នៅដើមឈើម្ខាងទៀតហើយក៏ទៅដកវល្លិមួយដ៏ធំប្រព័ន្ធខ្សែពួរយកមកចងភ្ជាប់នឹងចង្កេះវល្លិនោះប្រហែលប្រមាណ100ហត្ថក៏ឡើងមកលើចុងដើមឈើវិញហើយលូតត្រឡប់មកកាន់ដើមស្វាយត្រើយម្ខាងវិញតែអនិច្ចានៅពេលដែលលូតត្រឡប់មកត្រើយខាងម្ខាងវិញវល្លិនោះវាខ្លីពេកជាង100ហត្ថហើយនៅតែខ្លីពីព្រោះឆ្លងកាត់ក្បាលទន្លេលោកក៏តោងមែកឈើជាប់យកវល្លិទៅចងនឹងមែកឈើមិនកើតដោយសារខ្លីក៏លោកយកដៃទាំងពីរតោងជាប់នឹងមែកឈើហើយធ្វើជាខ្លួនឯងនឹងធ្វើជាស្ពានប្រាប់ឲ្យពលរាទាំងអស់ឆ្លងទៅត្រើយម្ខាងទៀតដែលជាត្រើយខាងសុវត្ថិភាពស្វាមិនមែនតិចអីស្វា80000លោកតោងធ្វើជាស្ពានហើយហៅពួកនោះទាំងកូនទាំងចៅចាស់ក៏មានក្មេងក៏មាននាំគ្នាឆ្លងរត់លើខ្នងនឹងរហូតផុតទៅតគ្នាទៅណែដោយខ្ញុំវិលសំវិលថយក្រោយបន្តិចដោយសារពីណោទាំងអស់នោះជាអ្នកទទួលការអប់រំខ្ពស់ពីមហាពីណោដែលជាព្រះពោធិសត្វម្នាក់មុននឹងឡើងឆ្លងនឹងគឺថាសម្ដែងនៅការគោរពស្រក់ទឹកភ្នែកអាណិតមេហើយក៏ឆ្លងលើខ្លួនមេទៅត្រើយម្ខាងនៅពេលនោះមានពីណោមួយដែលមានតួនាទីជាអ្នកបន្ទាប់គឺខ្មែរយើងហៅថាប្រជួយអនុប្រធានហ្នឹងថ្ងៃហ្នឹងនឹកសប្បាយចិត្តថាអាត្មាអញចង់ធ្វើប្រធានយូរហើយចង់ធ្វើមេយូរហើយឥឡូវមេអញគឺជាប់ចំណងខ្សែនឹងចកេះដៃជាប់នៅនឹងខ្សែនៅនឹងមែកស្វាយមានដៃអីតអញកើតអញលេងគាត់ម្ដងពេលដែលទៅដល់ពេលឆ្លងមែនតើតួនាទីអនុប្រធាននឹងជាអ្នកប្រមូលទេតួនាទីមេស្វានោះជាអ្នកប្រមូលដែលប្រមូលស្វាទាំងអស់ឲ្យឆ្លងផុតទើបខ្លួនឆ្លងក្រោយគេប៉ុន្តែមិនបានបំពេញតួនាទីរបស់ខ្លួនក៏ឆ្លងនៅពេលពាក់កណ្ដាលវងហ្នឹងនៅពេលដែលឆ្លងក៏លោតឆ្លៀតឱកាសនេះលោតទម្លាក់ខ្លួនជន់បំបាក់ឆ្អឹងខ្នងពីណោព្រះពោធិសត្វព្រះអង្គពីណោព្រះពោធិសត្វលោកចុកចាប់ឈឺខ្លួនណាស់ប៉ុន្តែមិនព្រមលែងដៃឡើយសុកចិត្តទ្រាំបញ្ជាឲ្យបរិវារទាំងអស់ឆ្លងទោះផុតសកម្មភាពនេះព្រះបាទព្រហ្មទត្តបានភ្ញាក់ឡើងតាន់ឃើញបរិស័ទបង្ហាញនៅវីរភាពដ៏អស្ចារ្យនេះលោកដុកដួលក្នុងចិត្តហើយកោតសរសើរក្នុងចិត្តថានេះគ្រាន់តែជាសត្វគេសុខចិត្តយកខ្លួនគេមកបន្តខ្លួនជាស្ពានឲ្យបរិវាររបស់គេឆ្លងផុតរហូតដល់ភ្លឺព្រឹកឡើងថ្ងៃរះស្រៀងស្រាងសំទុះព្រះពោធិសត្វសន្លប់បាត់ស្មារតីប៉ុន្តែដោយសារប្រឹងចងពេកជាប់ពេកនឹងសន្លប់បាត់ទៅអត់ធ្លាក់ទេនៅជាប់នៅក្នុងពីណោទាំងឡាយក៏ឆ្លងផុតទាំងអស់
ព្រះបាទព្រហ្មទត្តឃើញព្រឹត្តិការណ៍ដ៏អស្ចារ្យនេះក៏ប្រើនាយទាហាន 4-5 នាក់ឡើងទៅដាក់សម្ពុតយោងសត្វពីណោចុះពីដើមស្វាយចុះមកក្រោមហើយលោកក៏យកឲ្យគ្រូពេទ្យព្យាបាលរបួសជូតឈាមពីខ្លួនរបស់ព្រះពោធិសត្វហើយនៅតែព្រះពោធិសត្វទំលក់អត់ដឹងខ្លួនបន្ទាប់ក្រោយមកលោកចេះតែដាក់ថ្នាំឲ្យហាត់ផងឲ្យពេទ្យរឺតផងទីបំផុតមហាពាណោបើកភ្នែកសម្លឹងឃើញព្រះពោធិសត្វសម្លឹងមើលព្រះរាជាហើយក៏ឡើងក្រោកឡើងថ្វាយបង្គំព្រះរាជាភ្ញាក់ព្រឹបតែជាពាណោនេះចេះម៉េះក៏លោកអោនខ្សឹបបន្តិចទៅតិចពាណោហ្នឹងថាអ្នកយកដងខ្លួនធ្វើជាផ្លូវឲ្យគេឆ្លងដើម្បីសុវត្ថិភាពតើអ្នកឯងជាអ្នកណាហើយស្វាទាំងរាប់ម៉ឺននោះតើជាអ្នកណាចំពោះអ្នកដោយសេចក្តីក្លាហានយ៉ាងអង់អាចពាណោទូលព្រះរាជាថាបបិទ្ធព្រះសមត្ថទេពដ៏ខ្ពស់នៅក្នុងនគរកាសីទូលព្រះបង្គំជាខ្ញុំជាស្ដេចពាណោអ្នកទាំងអស់នោះជាពលរេរបស់ខ្ញុំជាកូនជាចៅរបស់ខ្ញុំអ្នកទាំងអស់នោះភ័យស្លោស្លន់អំពីវត្តមានរបស់ព្រះរាជានិងពងកងពលរេនេះខ្ញុំជាមេខ្ញុំត្រូវតែទទួលខុសត្រូវរំដោះគេទៅរកសេចក្តីសុខខ្ញុំមិនខ្លាចព្រួយស្ដាយអំពីជីវិតរបស់ខ្ញុំឡើយពលដូច្នេះហើយព្រះរាជាលោកថាអស្ចារ្យណាស់ខ្ញុំមិនដែលឃើញទេអ្នកជាសត្វសោះតែអ្នកមិនខ្លាចនៅមរណៈផ្ទាល់ខ្លួនហើយខ្ញុំមានការកោតសរសើរចំពោះអ្នកជាខ្លាំងខ្ញុំសូមអភ័យទោសដែលខ្ញុំបាននាំមកនៅអំពើដ៏ឆ្គាំឆ្គងនេះបានពាណោទូលព្រះរាជាវិញថាអោព្រះរាជាទូលព្រះបង្គំជាខ្ញុំនិងព្រះអង្គយើងទាំងពីរនាក់មានតួនាទីដូចគ្នាទូលព្រះបង្គំជាអ្នកទទួលខុសត្រូវគ្រប់គ្រងបរិវាររបស់ទូលព្រះបង្គំ 80000 នាក់ព្រះអង្គជាអ្នកគ្រប់គ្រងនគរពរាណសីទាំងមូលនគរកាសីទាំងមូលដូច្នេះបើសិនណាជាអំពើរបស់ទូលព្រះបង្គំថ្ងៃនេះអាចចាត់ទុកថាជាមេរៀនមួយសម្រាប់ព្រះអង្គនិងអ្នកគ្រប់គ្រងព្រះរាជាណាចក្រនានាក្នុងលោកតទៅអនាគតសូមព្រះអង្គជ្រាបថាដែលគេហៅថាព្រះរាជានោះជាស្ដេចផែនដីនោះមិនមែនប្រខ័ណ្ឌឬមកុដរបស់ព្រះអង្គទេស្ដេចផែនដីពិតប្រាកដគឺសេចក្តីមេត្តាករុណាធម៌មេត្តាចំពោះបរិវារដែលយើងជាអ្នកគ្រប់គ្រងដូច្នេះនេះលោកហៅថាមហាក្សត្រពិតសូមព្រះអង្គទ្រង់ជ្រាបសូមព្រះអង្គកំចាត់ថា
ព្រះអង្គមានអំណាចជាអ្នកត្រួតត្រាដោយមានប្រខ័ណ្ឌនឹងមកុដយកមកត្រួតត្រាលើប្រជារាស្ត្ររបស់ព្រះអង្គតាមកម្លាំងសោះឲ្យសោះសូមព្រះអង្គកុំចាត់ថាដោយសារគេជាប្រជារាស្ត្រព្រះអង្គលោកអាចធ្វើអ្វីតាមអំណាចរបស់ព្រះអង្គលើគេបានទៅវិញសូមព្រះអង្គយកមេត្តាករុណាធម៌មកអនុវត្តសម្រាប់គ្រប់គ្រងគេវិញទៅប្រសើរជាងពោលបានតែប៉ុណ្ណេះមហាពាណោក៏បិទភ្នែកផុតដង្ហើមចាកលោកនេះទៅព្រះរាជានិងពលសេនាស្រីប្រុសទាំងឡាយកាត់ទុកក្រៀមក្រំយំសោកស្ដាយមហាពាណោជាពន់ពេកប្របាទព្រហ្មទត្តមានវិបដិសារីដ៏ខ្លាំងក៏បានដង្ហែសពមហាពាណោយកមកធ្វើបុណ្យយ៉ាងឥតគិតធឹកអស់រយៈពេល7យប់7ថ្ងៃនៅឯក្រុងពារាណសីដើម្បីរំលឹកគុណធម៌ដ៏ខ្ពង់ខ្ពស់របស់មហាពាណោនោះព្រះរាជាបានសាងមហាចេតិយមួយដ៏ប្រណិតតុបតែងដោយពន្លឺភ្លើងផ្កាបូជាដល់មហាពាណោនោះជារៀងរាល់ថ្ងៃបន្តមកទៀតហើយលោកសាងមហាចេតិយមួយហៅថាចេតិយមហាពាណោពារាណសីសម្រាប់ជាបង្ហាញអំពីគុណសម្បត្តិនិងគុណធម៌ដ៏ខ្ពង់ខ្ពស់របស់មហាពាណោចាប់តាំងពីពេលនោះមកព្រះបាទព្រហ្មទត្តទ្រង់បានគ្រប់គ្រងព្រះជាណាចក្រប្រកបដោយធម៌ដ៏ប្រពៃតាមបណ្ដាំស្ដេចពាណោអំពើដ៏ប្រសើរនេះនាំឲ្យនគរកាសីទាំងមូលកាន់តែជួបនៅសេចក្តីសុខសេចក្តីចម្រើនរុងរឿងហើយរឹតតែល្បីល្បាញបន្ថែមតមកទៀតនៅអបសានកថាព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងថាមានតួអង្គសំខាន់ក្នុងនេះ4រូបទី1ព្រះបាទព្រហ្មទត្តដែលលោកតបេះផ្លែស្វាយនោះក៏បានយកកំណើតមកសប្តាហ៍នេះជាព្រះអនន្តនេះឯងឯពាណោដែលជាអ្នកធ្វើបាបធាក់បំបាក់ឆ្អឹងខ្នងរបស់តថាគតគឺទេវទត្តនេះឯងរីឯមហាពាណោដែលជួយសង្គ្រោះធ្វើខ្លួនជាខ្នងជាស្ពានចម្លងបរិវារទាំង8ម៉ែននាក់នោះគឺតួអង្គតថាគតនេះតែម្ដងខ្ញុំសូមជម្រាបដោយខ្លីតែប៉ុណ្ណេះមកខ្លីនេះវែងគួរសមដែរព្រោះរឿងវែងដោយកាត់បើសិនណាជាបងប្អូនឬក៏លោកគ្រូធម្មណនចង់បញ្ជាក់ថែមនៅចំណុចណាខ្លះដែលខ្ញុំជម្រាបមិនសូវក្បោះក្បាយឬមិនច្បាស់សូមមេត្តាសួរក្រណលោកអាចខ្ញុំជួយបំភ្លឺបន្ថែមបានសូមអរគុណខ្ញុំចង់លើករឿងមួយធំបន្តិចtrongចំណុចនេះថារឿងនេះតកតងទៅជាអ្នកទទួលខុសត្រូវគ្រប់គ្រងគឺព្រះរាជាក្តីអ្នកទទួលខុសត្រូវក្នុងស្ថាប័នធំក្តីគឺជាអ្នកទទួលខុសត្រូវលើអ្នកនៅក្រោមបង្គាប់រហូតដល់លោកហ៊ានបដូរជីវិតដើម្បីនឹងការពារអ្នកដែលនៅក្រោមបង្គាប់ពីព្រោះមេនេះជាអ្នកបំរើជាអ្នកការពារនៃអ្នកក្រោមបង្គាប់ដែលគេផ្ដល់សេចក្តីទុកចិត្តសេចក្តីស្រឡាញ់គោរពទុកជាមេសូមអរគុណសូមប្រជល់ប៉ុណ្ណឹងសិន